បាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបភ្ជាប់គម្រោងថ្មីរបស់ Smart គឺគម្រោង Smart Data តាមចិត្ត $1.5 ដូរបាន 20GB ដែលគម្រោងនេះគឺជាគម្រោងប្រចាំសប្តាហ៍ណាបាទប៉ុន្តែមុននឹងខ្ញុំបង្ហាញពីរបៀបភ្ជាប់ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនបន្តិចថាគម្រោង Data តាមចិត្តនិងគម្រោង Data អស្ចារ្យនេះគឺវាខុសគ្នាមិនមែនដូចគ្នាណាវាខុសគ្នាតែមួយចំណុចទេបាទក្រៅពីនឹងសឹងថាដូចគ្នា 100% តែម្ដងចំណុចដែលវាខុសគ្នាគឺនៅត្រង់ថាគម្រោង Data អស្ចារ្យ 1.5 ហ្នឹងគឺជាធម្មតាវាដូរបាន 15GB ទេប៉ុន្តែនៅក្នុងពេលឥឡូវនេះគឺគេមានការបន្ថែមជូនទិន្នន័យ 5GB ពីលើថែមទៀតណាអញ្ចឹងវាស្មើនឹង 20GB ដូចទៅនឹងគម្រោង Smart Data តាមចិត្តដូចគ្នាដែរប៉ុន្តែ 5GB ដាច់ដោយឡែកដែលគេបន្ថែមជូនហ្នឹងអាហ្នឹងគឺយើងប្រើបានតែនៅពេលដែលយើងប្រើសេវា 5G ទេបាទបើទូរស័ព្ទរបស់យើងវាអត់មានសេវា 5G ឬក៏មានសេវា 5G ដែរប៉ុន្តែនៅតំបន់អត់មាន 5G អា 5GB ដែលគេបន្ថែមឲ្យយើងហ្នឹងអាហ្នឹងគឺខាតចោលទៅទេហើយបាទវាខុសពីគម្រោង Smart Data តាមចិត្តចេញថ្មីហ្នឹងណាបាទ Smart Data តាមចិត្តចេញថ្មី $1.5 ដូរបាន 20GB ហ្នឹងអាហ្នឹង $1.5 ដូរបាន 20GB តែម្ដងវាមិនមែនដូរបាន 15GB ហើយបន្ថែមជូន 5GB ទេគឺ$1.5 ដូរបាន 20GB ហើយយើងអាចប្រើទូទៅបានទាំងអស់មិនថាទូរស័ព្ទរបស់យើង load 4G ឬក៏ 5G ទេគឺវាប្រើទូទៅតែម្ដងទិន្នន័យ 20GB ហ្នឹងណាបាទអញ្ចឹងវាខុសគ្នាត្រង់កន្លែងហ្នឹងអញ្ចឹងតោះកុំឲ្យវែងឆ្ងាយយើងទៅដឹងពីរបៀបភ្ជាប់ទាំងអស់គ្នាអញ្ចឹងឥឡូវយើងចុចចូលកន្លែងខលទូរស័ព្ទរបស់យើងមកមុននឹងយើងភ្ជាប់គម្រោងថ្មីនេះគឺយើងត្រូវផ្ដាច់គម្រោងចាស់សិនបាទសម្រាប់របៀបផ្ដាច់គម្រោងចាស់យើងគ្រាន់តែចុចផ្កាយ1700ផ្កាយ500ត្រង់ជ្រុកហើយយើងចុចបញ្ជូនមកវានឹងដាច់ហើយបាទផ្ដាច់គម្រោងចាស់យើងផ្ដាច់គម្រោងចាស់នឹងហើយចាំយើងបញ្ចូលលុយបញ្ជាក់ណាយើងអត់មានបញ្ចូលលុយហើយបានផ្ដាច់គម្រោងចាស់តាមក្រោយឯងគីឡូចៃដននេះយើងបញ្ចូលលុយទៅវាកាត់លុយអូតូអញ្ចឹងណាបាទយើងកាត់លុយទៅភ្ជាប់គម្រោងដដែលអូតូអញ្ចឹងទៅវាធ្វើឲ្យយើងអត់អាចភ្ជាប់គម្រោងថ្មីបានអញ្ចឹងបញ្ជាក់ហើយបញ្ជាក់ទៀតយើងត្រូវផ្ដាច់គម្រោងចាស់ហើយចាំបញ្ចូលលុយអូខេអញ្ចឹងយើងចុចតែប៉ុណ្ណឹងហើយយើងចុចបញ្ជូនមកអញ្ចឹងបន្ទាប់ពីយើងផ្ដាច់គម្រោងចាស់រួចហើយយើងបញ្ចូលលុយរួចហើយដែរចាំយើងចុចភ្ជាប់គម្រោងថ្មីបាទអញ្ចឹងសម្រាប់របៀបភ្ជាប់យើងចុចផ្កាយ17 25ផ្កាយ150ត្រង់ជ្រុកហើយយើងចុចបញ្ជូនមកបាទតែប៉ុណ្្នឹងទេបាទបន្ទាប់ពីយើងចុចលេខកូដហើយយើងចុចបញ្ជូនរួចខាងក្រុមហ៊ុននឹងផ្ញើសារបញ្ជាក់ប្រាប់យើងថាយើងភ្ជាប់បានឬក៏មិនបានអញ្ចឹងណាបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាជាប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំមានប្រយោជន៍សូមកុំភ្លេចជួយចុចតិចជាវឬក៏ Subscribe Channel របស់ខ្ញុំម្នាក់មួយផងបើសិនជាមានចម្ងល់អត់យល់តាមមិនទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ Share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ